đi dân quay khu vườn to này nè. Okay. English okay đó và phải tiếp những lúc không để chào sai số cho chị một cầm máy này đòn thế này con này hello tìm được vậy có chào không rành chắc rồi từ bên tôi nói cái pick up nickname username ta mua tại này anh là sao tôi cho mình biết cho ẩn vậy ta sẽ xuống đón skip mấy skip trên thả khóa nào đo thế nào đo vậy trên một rồi nó phá đó cô này okay.
Trên số của mình nhưng mà một bằng cả phim về thằng TP đây bằng cả group chẳng chỉ là bao nhiêu tầm vài cầm này bằng cả group cứ sự group đó hẹp này nhưng mà bằng điện group đó add hẹp chẳng cầm này cho mình đó thì bằng cả bằng cả group cái group cứ sự group add đó chí một bằng rồi thì develop nhưng có edit đó cat đó ext đó group asal group là bây giờ mà cài cũng chẳng ở đây mà mình sẽ được rồi chẳng dừng vài cầm mà to cho dừng vài cầm mà to sự đủ group develop đó trong tập viên vài sự đủ group đó develop hay develop với cái dừng mà cả hai cái dừng tạo vài từ sự đủ group đó một ra tiếp hay nhận được một cái touch develop độ group độ thì này mà việc mà ra việc ở hái thì dùng vay ls mà ở group developer để độ group độ thì này dừng to vay smart đôiគ្នាnhiều vài trống độ chỉ group bumper rồi hè lắm group độ group địa thìต่อประธานไปประกับกลุ่มต่อhay về là dân ban vay anh ở hái dân lâu từ can mà tôi đu và tỏ tôi đu độ group độ chí và còn buồn rồi developing hay
ដោយសារតែមកពីគ្រប់នោះវា exist already អញ្ចឹងហើយខ្ញុំក៏បានវាយ command បន្តsudo user mode ដើម្បី sudo user mode.ag .develop pin develop ហើយក៏យើងចូលទៅក្នុង CMD ដើម្បីយើងចូលក្នុង CMD ដើម្បីឆែកមើលនឹង IP របស់យើងគឺយើងត្រូវតែវាយយើងវាយរួចរាល់អស់ហើយយើងចូលទៅ CMD ដើម្បីតទៅជាមួយនឹង IP របស់យើងគឺ manet 3 add 192.168.13 ជាមួយ 23.30 .p.22 ហើយ password ដល់វា process ចូលដល់អស់ហើយគឺយើងវាយនឹង ls test ហើយជាមួយនឹង cd.manet add ដើម្បីចូលទៅក្នុងទំព័រដើមរបស់យើងគឺ user ដើមរបស់យើងអញ្ចឹងខ្ញុំវាយបន្ត cd បាទគឺវាយដើម្បីនេះដូរវិញមក cd manet add អញ្ចឹងfile ហ្នឹងគឺអត់នេះទេចឹងខ្ញុំដាក់ចូលជាមួយនឹង cd add path add manet អញ្ចឹងអស់ហើយអរគុណគ្រូជួយសួរគ្រូថ្ងៃនេះខ្ញុំមកបង្កើតអីuser មួយឯងពី PWD ហើយជាមួយនឹង create user include home ផ្សេងៗចឹងជាដំបូងយើងត្រូវវាយ PWD ដើម្បីយើងនឹងប្រកាន់ user មួយណាហើយនឹងបន្តយើង sudo user add.m.f/bin/it ដើម្បីហើយខ្ញុំនឹងវាយ user របស់ខ្ញុំទៅជាបន្តយើងវាយទៀតគឺ sudo pwf.wd ជំនួសនឹងបន្តហើយដើម្បីបង្កើត user មួយទៀតអញ្ចឹងខ្ញុំ retype នៃ new password របស់ខ្ញុំគឺ 1.4 ដើម្បីវាយ user ដែលបង្កើតថ្មីគឺ sudo manet 3 និង password 1.4 អញ្ចឹងនេះក៏ខ្ញុំបានបង្កើតជាមួយនឹង create user include home concept ផ្សេង PWD ហើយ user ដែលខ្ញុំបានបង្កើតហ្នឹងគឺ manet 3ហ្នឹងហើយនឹងបង្កើត file OK test ខ្ញុំបានបង្កើតបានសម្រាប់ហើយខ្ញុំនឹងបាន type test ភាសាទៀតហើយកាត់ ls ដើម្បីបង្ហាញហើយក៏ចាក់ចេញទៅtest ទៅ user ដើមរបស់ខ្ញុំវិញបាទអស់ហើយជួយសួរលោកគ្រូនៅនឹងខ្ញុំមកបង្កើត user management ដែលតទៅជាមួយនឹងការបង្កើត user ថ្មីអញ្ចឹងជាដំបូងខ្ញុំបានវាយឈ្មោះនិង password របស់ខ្ញុំគឺ 1.4 ដើម្បីបង្កើត user ដឹងថាហើយយើងក៏វាយ user ដែលយើងចង់ថាយើងបង្កប់នៅលើមួយហ្នឹងគឺយើងវាយ who am I ហើយនេះនឹងបង្កើតជា sudo bit update ដើម្បី update អញ្ចឹងលោកគ្រូខ្ញុំបានធ្វើយើង 1.4 ខ្ញុំបាយខំច្បាស់ម្ដងទៀតយើងទៅ update ម្ដងទៀត sudo bit update គូដើម្បី run script អញ្ចឹងអ្វីដែលយើងនេះគឺយើងបានសម្រេចហើយនេះជាបន្តយើងឲ្យ bit list ដែលយើងត្រូវតែ update បន្តលោកគ្រូហើយជាបន្តយើងក៏វាយ sudo apt install.y open ssh server បាទហើយពេលដែលយើងវាយបានជាបន្តហើយយើងបង្កើតបន្ត sh sudo system sudo បាទ available ហើយបន្តមកគឺយើងវាយបន្តដែល sudo system ដើម្បីបង្កើត user មួយទៀតគឺ sudo system structure sh ហើយយើងក៏បន្តវាយជាមួយនឹង sudo ufw allow sh គឺយើងបង្កើតមួយទៀតហើយយើងក៏នៅក្នុង IP ហើយយើងចូលទៅក្នុង CMD ដើម្បីចាំថា IP ដែលយើងបានបង្កើតគឺតាមតែរឿងណាហើយក៏យើងវាយដើម្បីឲ្យដឹងថា user យើងរបស់អ្នកណាគឺខ្ញុំតែពេលហ្នឹងខ្ញុំច្រឡំវាយ sh root ជាមួយនឹង IP តែខ្ញុំបានដូរមកuser ដែលរបស់ខ្ញុំបានបង្កើតវិញគឺ sh manet
ហើយនឹង IP ហើយនឹង password របស់ខ្ញុំដែលខ្ញុំបានដាក់អញ្ចឹងយើង system របស់យើងគឺ if starter ដែលយើងទៅជា support ណាគឺហើយយើងវាយ HMI ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបានមកបង្កើតពី midterm ទី2ដែលបង្កើតក្រុមអញ្ចឹងជាដំបូងខ្ញុំដើម្បីវាយ command ដើម្បីបង្កើតក្រុមគឺ sudo group .help តែខ្ញុំបានបង្កើតgroup .add help អញ្ចឹងcommand ដែលខ្ញុំបានចេញមកដល់ហើយគឺយើងបង្កើតដើម្បីបង្កើតក្រុម create ក្រុមវាគឺ sudo group add .g 1400 ហើយ develop យើងក៏ add បន្ត cat.ext group assassin ដើម្បីយើងបង្កើតវាអញ្ចឹងអីដែលយើងបានបង្កើតគឺរួចរាល់អញ្ចឹងយើងវាយ command បន្តអញ្ចឹងយើងវាយ command បន្ត sudo group develop បន្ទាប់ពីយើងវាយ sudo group develop ហើយបន្តមួយទៀតគឺយើងបានបង្កើតហើយគឺយើងបន្តវាយទៅ sudo group ភាសាទៀតហើយយើងនឹងបង្កើត touch develop group tat ហើយមកវាមករ៉ានវាអស់ដាក់អស់ហើយហើយយើងវាយls ls មក l group developer ហើយ group tat ហើយយើងបន្តវាយស្មើដូចគ្នាយើងវាយ Jerome .txt group 755 group group DT បន្តបន្ថែមបែបប្រកាស group បន្តហើយពេលដែលយើងបានវាយអាហ្នឹងអស់ហើយយើងលោទៅកាន់ command sudo បន្ត sudo group.g 1400 developing ហើយដោយសារតែមកពីក្រុមនោះវា access already អញ្ចឹងហើយខ្ញុំក៏បានវាយ command បន្ត sudo user mode ដើម្បី sudo user mode .ag .develop pin develop ហើយគឺយើងចូលទៅក្នុង cmd ដើម្បីយើងចូលក្នុង cmd ដើម្បីឆែកមើលនឹង IP របស់យើងគឺយើងត្រូវតែវាយយើងវាយរួចរាល់អស់ហើយយើងចូលទៅ cmd ដើម្បីតើតើជាមួយនឹង IP របស់យើងគឺ manet 3 ដល់ add 192.168.13 ជាមួយ 23.30 ដល់ p22 ហើយ password ចឹងវា process ចូលដល់ហើយគឺយើងវាយនឹង ls test ហើយជាមួយនឹង cd .manet add ដើម្បីចូលទៅក្នុងទំព័រដើមរបស់យើងគឺ user ដើមរបស់យើង
ចឹងខ្ញុំវាយបន្ត CD បាទគឺវាយដើម្បីនេះដូរវិញមក CD Manet add ចឹងfile ហ្នឹងគឺអត់នេះទេចឹងខ្ញុំដាក់ចូលជាមួយនឹង CD add Manet អត់ចឹងអស់ហើយលោកអរគុណគ្រូ